ប្រជាពលរដ្ឋទទួលស្នើសុំលោកអភិបាលខណ្ឌទាំងពីររួមទាំងលោកចៅសង្កាត់តួសង្កែទី1និងលោកស្រីចៅសង្កាត់ស្រះចកចុះរៀបចំសណ្ដាប់ធ្នាប់អាជីវករលក់ដូរលើផ្លូវលេខ900រាជធានីភ្នំពេញបញ្ហាការរំលោភយកទ្រូងផ្លូវនិងចិញ្ចើមផ្លូវសាធារណៈធ្វើជាកន្លែងប្រកបអាជីវកម្មលក់ដូរកំពុងបង្កមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ការរស់នៅនិងការធ្វើដំណើររបស់ប្រជាពលរដ្ឋជាក់ស្ដែងនៅតាមបណ្ដោយផ្លូវលេខ900ស្ថិតនៅតំបន់ព្រំប្រទល់រវាងសង្កាត់តួសង្កែទី1ខណ្ឌឫស្សីកែវនិងសង្កាត់ស្រះចកខណ្ឌដូនពេញបងប្អូនប្រជាពលរដ្ឋជាច្រើនបានសម្ដែងការព្រួយបារម្ភនិងបានសំណូមពរយ៉ាងទទូចដល់អាជ្ញាធរពាក់ព័ន្ធទាំងសងខាងមេត្តាជួយចាត់វិធានការចុះរៀបចំសណ្ដាប់ធ្នាប់ឲ្យមានរបៀបរៀបរយឡើងវិញជាបន្ទាន់បញ្ហាជាក់ស្ដែងនៅទីតាំងកើតហេតុយោងតាមការរៀបរាប់ពីបងប្អូនប្រជាពលរដ្ឋនៅក្បែរខាងនិងអ្នកធ្វើដំណើរឆ្លងកាត់ជាប្រចាំបានឲ្យដឹងថាការរំលោភលើទ្រូងផ្លូវសាធារណៈបងប្អូនអាជីវករមួយចំនួនបានយកចិញ្ចើមផ្លូវនិងផ្នែកជាច្រើននៃទ្រូងផ្លូវមកដាក់តាំងលក់បន្លែផ្លែឈើម្ហូបអាហារព្រមទាំងដាក់ឆ័ត្រនិងកញ្ច្រែងអីវ៉ាន់គ្មានរបៀបរៀបរយការកកស្ទះចរាចរណ៍រ៉ាំរ៉ៃផ្លូវលេខ900ដែលដើមឡើយអាចធ្វើដំណើរបានស្រួលបែរជារួមតូចចង្អៀតដោយសារតែការលក់ដូរនិងការឈប់ចតយានយន្តរបស់អតិថិជនមកទិញទំនិញបង្កការកកស្ទះយ៉ាងខ្លាំងនៅម៉ោងពេលព្រឹកនិងពេលល្ងាចហានិភ័យគ្រោះថ្នាក់និងបាត់បង់សោភ័ណភាពអ្នកថ្មើរជើងគ្មានផ្លូវដើរត្រូវបង្ខំចិត្តចុះដើរលើទ្រូងផ្លូវប្រជ្រៀតគ្នាជាមួយរថយន្តនិងម៉ូតូដែលប្រឈមនឹងគ្រោះថ្នាក់ចរាចរណ៍គ្រប់វិនាទីបូករួមទាំងការចោលកាកសំណល់សម្រាមក្រោយពេលលក់ដូរផងដែរការសំណុំពរពីសំណាក់ប្រជាពលរដ្ឋដោយសារតែទីតាំងនេះជាចំណុចប្រសពជាប់ព្រំប្រទល់រដ្ឋបាលខណ្ឌទាំងពីរប្រជាពលរដ្ឋសង្ឃឹមយ៉ាងមុតមមលោកអភិបាលនៃគណៈអភិបាលខណ្ឌឫស្សីកែវនិងលោកអភិបាលនៃគណៈអភិបាលខណ្ឌដូនពេញរួមជាមួយលោកចៅសង្កាត់តួសង្កែទី1និងលោកស្រីចៅសង្កាត់ស្រះចកនិងសហការគ្នាដឹកនាំកម្លាំងសណ្ដាប់ធ្នាប់ចុះពិនិត្យណែនាំអប់រំនិងរៀបចំសណ្ដាប់ធ្នាប់ទីតាំងលក់ដូរឲ្យមានរបៀបរៀបរយបានត្រឹមត្រូវដើម្បីបើកផ្លូវសាធារណៈជូនប្រជាពលរដ្ឋធ្វើដំណើរបានទូលាយនិងធានាបាននូវសុវត្ថិភាពសោភ័ណភាពនិងបរិស្ថានស្អាតក្នុងរាជធានីភ្នំពេញ